fan ទន្ទឹងរង់ចាំគ្រប់គ្នាចង់ឃើញលោកងួនច័ន្ទដេវីតសុំកញ្ញាទេពបុព្រឹករៀបការតែហាក់នៅមិនទាន់មានពន្លឺសោះទើបតែខាងស្រីបង្ហោះសារថាចង់ដឹងរឿងរ៉ាវលម្អិតបន្ថែមពីណានោះសូមទៅទស្សនាបន្តជាមួយនឹងខ្ញុំភ្នំពេញតារាចម្រៀងស្រស់ស្អាតនិងចូលចិត្តលេងស្ទាយការតុបតែងខ្លួននិងម៉ូដសម្លៀកបំពាក់ប្លែកៗដែលជាហេតុធ្វើឲ្យមហាជនពិតជាមានការចាប់អារម្មណ៍ជាខ្លាំងតារាចម្រៀងទេពបុព្រឹកដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនោះក៏បានបង្ហោះសារយ៉ាងខ្លីមួយឃ្លាលើបណ្ដាញសង្គម Facebook បានធ្វើឲ្យមហាជនពិសេស fan គឺកញ្ញាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអ្នកនាងបានឲ្យដឹងថាខាងប្រុសអាយុ25ឆ្នាំខាងស្រីអាយុ26ឆ្នាំគេថាបងប្អូនគ្នា1ឆ្នាំអញ្ចឹងស្វីតណាស់ហើយរកស៊ីធូទៀតណាមែនទេបងប្អូនម៉ែជីដេវីតយ៉ាងណាមិញក៏មានបងប្អូនជាច្រើនបានលើកឡើងថាអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះព្រោះថាអ្នកទាំងពីរនាក់ពិតជាសមគ្នាខ្លាំងណាស់ទន្ទឹមនឹងនេះកញ្ញាទេពបុព្រឹកបានលើកឡើងបន្ថែមទៀតថាសំណួរដែលសួរខ្ញុំរាល់ថ្ងៃឲ្យតែពេលជួបមិត្តភ័ក្តិបងប្អូនអ៊ំពូមីងពេលណារៀបការឲ្យរៀបការមិនបើម្នាក់ជីដេវីតដឹងការសុំខ្ញុំរៀបការផងនឹងអ្វីដែលសំខាន់នៅពេលនេះអ្នកគ្រប់គ្រងនិង fan ពិតជាចង់ឃើញកញ្ញាទេពបុព្រឹកស្វៀករົບការចង់ឃើញលោកច័ន្ទដេវីតដឹងហេតុការស្លាជូនខាងកូនក្រមុំចង់ឃើញ idol របស់ខ្លួនមានកូនជាមួយគ្នាថែមទៀតផងចាប្រិមិត្តដឹងហើយថាទំនាក់ទំនងស្នេហារវាងលោកជេឌីវីតនិងកញ្ញាទេពបុព្រឹកគឺកាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃជាពិសេសអ្នកទាំងពីរតែងតែផ្ដល់សេចក្តីសុខនិងសុភមង្គលឲ្យគ្នាដែលបណ្ដា fan ជាច្រើនឃើញហើយមានចិត្តលួចច្រណែនព្រោះតែការយកចិត្តទុកដាក់មើលថែរក្សារវាងលោកជេឌីវីតនិងកញ្ញាទេពបុព្រឹកហើយក៏មានដំណើរកំសាន្តនៅឯក្រៅប្រទេសជាញឹកញាប់ផងដែរតកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់អរគុណប្រិមិត្តដែលតែងតែនិយមគាំទ្រនៅលើ FB Daily News របស់នាងខ្ញុំប្រសិនបើលោកអ្នកចង់បន្តទទួលបានព័ត៌មានថ្មីក្តៅប្លែកហើយទាន់ហេតុការណ៍សូមជួយចុច Like Share និង Subscribe លើ Channel របស់នាងខ្ញុំផងដើម្បីបន្តទទួលបានព័ត៌មានថ្មីបន្ថែមទៀតមានពាក្យពេចន៍សម្ដីត្រង់ណាមិនសមរម្យនោះក៏សូមខន្តីអភ័យទោសទុកជាមុនផងដែរចាសសូមអរគុណក៏សូមជម្រាបលា